ខ្ញុំបាទឡាយសំមានសូមជម្រាបសួរលោកអ្នកនាងដែលកំពុងស្ដាប់កម្មវិធីព័ត៌មានពេលថ្ងៃត្រង់របស់ VOD ទីមេត្រីមេតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃអង្គារទី26ខែឧសភាឆ្នាំ2015នេះរួមមានអាជ្ញាធរចោទថាមានអ្នកញុះញង់ឲ្យមានអំពើហិង្សាករណីតវ៉ានៅច្រកអន្តរជាតិប៉ោយប៉ែតលីកាដូស្នើអាជ្ញាធរយកចិត្តទុកដាក់លើស្ត្រីជាប់ពន្ធនាគារដែលមានកូនៗនៅខាងក្រៅរួមទាំងព័ត៌មានមួយចំនួនទៀតដែលនឹងជម្រាបជូនលោកអ្នកនាងស្ដាប់ជាបន្តបន្ទាប់លំដាប់តទៅនេះសូមស្ដាប់សេចក្តីរាយការណ៍ដោយខ្ញុំបាទឡាយសាមៀនអង្គការការពារសិទ្ធិមនុស្សលីកាដូអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធពិចារណាពីផលប៉ះពាល់នៃការដាក់ម្ដាយក្នុងពន្ធនាគារតែមានកូនរស់នៅក្រៅពន្ធនាគារដែលធ្វើឲ្យពួកគេខ្វះភាពកក់ក្ដៅនិងជួបវិបត្តិក្នុងគ្រួសាររបាយការណ៍របស់អង្គការលីកាដូមានកម្រាស់3ទំព័រដែលមានចំណងជើងថាផលប៉ះពាល់នៃការឃុំខ្លួនស្ត្រីនិងកូនរបស់អ្នកទាំងនោះចេញផ្សាយនៅថ្ងៃទី26ខែឧសភានេះបានលើកឡើងថានៅពេលម្ដាយជាប់ពន្ធនាគារផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងបានធ្លាក់ទៅលើកូនទាំងផ្នែកការលូតលាស់ការអប់រំនិងសុខភាពរបស់កុមារស្ទើរតែទទួលផលប៉ះពាល់ជាដរាបរបាយការណ៍រកឃើញថាអាជ្ញាធរនានាជាពិសេសចៅក្រមនិងព្រះរាជអាជ្ញាមួយចំនួនអាចធ្វើឲ្យជីវិតរបស់កុមារជាច្រើនល្អប្រសើរដោយគ្រាន់តែអនុវត្តតាមនីតិវិធីច្បាប់ដែលមានស្រាប់ដើម្បីកាត់បន្ថយចំនួនម្ដាយដែលត្រូវបានឃុំខ្លួននៅពន្ធនាគារជាមួយគ្នានេះដែរប្រធានអង្គការលីកាដូលោកស្រីពងជីកិច្ចមានប្រសាសន៍តាមរយៈសេចក្តីថ្លែងការណ៍នេះថាជារៀងរាល់ឆ្នាំកុមាររាប់រយនាក់ត្រូវបានបំបែកពីម្ដាយរបស់ខ្លួនដោយមិនមានមូលហេតុសមរម្យទាល់តែសោះហើយជាលទ្ធផលជីវិតរបស់ក្មេងៗទាំងនោះកាន់តែធ្លាក់ដុនដាបរបាយការណ៍បន្តថាពលរដ្ឋជាច្រើនជាពិសេសស្ត្រីជាម្ដាយនិងស្ត្រីមានផ្ទៃពោះត្រូវបានផ្ដន្ទាទោសពីបទល្មើសស្រាលៗមួយចំនួនត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារដោយមិនបានពិចារណាអំពីជម្រើសផ្សេងៗក្រៅពីការឃុំខ្លួនទាក់ទងនឹងបញ្ហានេះអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារលោកកុយប៊ុនសូនប្រាប់ VOD ថាគ្មានអ្នកណាយកចិត្តទុកដាក់អ្នកទាំងនោះជាងអ្នកគ្រប់គ្រងពន្ធនាគារនោះទេលោកបន្តថាលោកធ្វើអ្វីៗផ្អែកទៅតាមច្បាប់ដែលមានចែងគ្មានអ្នកកាត់ជាងយើងអ្នកនៅគ្រប់គ្រងផ្ទាល់ជាពួកគាត់ទេគាត់ខ្ញុំផ្ដាំទៅគាត់វិញជាយើងធ្វើផ្អែកតាមច្បាប់ស្ថាប័នណាក៏ដោយយើងមានច្បាប់ក្រមសេដ្ឋីព្រំទាន់ក្រមព្រំទាន់ក្រមរដ្ឋវេនីច្បាប់រដ្ឋវេនីច្បាប់គ្រប់គ្រងពន្ធនាគារសួរគាត់វិញនឹងគាត់ធ្វើការថ្ងៃមានច្បាប់អត់គាត់អត់ជាក្រិតភាពក្នុងវិជ្ជាជីវៈរបស់គាត់អត់ខ្ញុំសួរពីសំណួរនឹងឆ្លើយផងណាអង្គការលីកាដូក៏បានរកឃើញថាប្រព័ន្ធនៃការអនុញ្ញាតឲ្យសួរសុខទុក្ខអ្នកជាប់ពន្ធនាគារត្រូវតែផ្លាស់ប្ដូរជាបន្ទាន់ដើម្បីអនុញ្ញាតឲ្យកុមារទៅសួរសុខទុក្ខម្ដាយរបស់ខ្លួនបានទៀងទាត់និងមានភាពឯកជនឲ្យបានច្រើនតាមតែអាចធ្វើទៅបានអង្គការលីកាដូអំពាវនាវដល់អាជ្ញាធរយកចិត្តទុកដាក់ឲ្យបានខ្លាំងលើជម្រើសផ្សេងទៀតក្រៅពីការឃុំខ្លួនសម្រាប់ក្រុមមនុស្សអតិភិបមួយនេះគួរបញ្ជាក់ថារយៈពេល2ខែជាប់គ្នាគឺខែមីនានិងខែមេសាឆ្នាំ2015ស្ត្រីមានកូនតូចៗនិងស្ត្រីមានផ្ទៃពោះចំនួន59នាក់ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសតាមការស្នើសុំពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្រសួងមហាផ្ទៃការពារសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលថាមានបំណងពង្រឹងសិទ្ធិមនុស្សតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យប៉ុន្តែសម្រាប់សង្គមស៊ីវិលហាក់គ្មានជំនឿលើការបកស្រាយនេះទេបើរដ្ឋាភិបាលមិនបើកទូលាយឲ្យអង្គការសង្គមស៊ីវិលជាដៃគូបានចូលរួមពិគ្រោះយោបល់ដោយតម្លាភាពនោះលោកញឹមសុខនរាយការណ៍ពីព័ត៌មាននេះក្រសួងមហាផ្ទៃប្រកាសថាសេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលមានគោលដៅលើកស្ទួយសិទ្ធិមនុស្សតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យគណៈដែលវិធានការពន្លឿនច្បាប់នោះរងការរិះគន់ថាមានចរិតរឹតបន្តឹងសេរីភាពសង្គមស៊ីវិលការពន្យល់របស់ក្រសួងមហាផ្ទៃនេះធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិព្រមទាំងអង្គការសហប្រជាជាតិផងដែរបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យសង្គមស៊ីវិលចូលរួមតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិង
អង្គការមិនមែនរដ្ឋាភិបាលដើម្បីឲ្យច្បាប់នោះមានតម្លាភាពនិងគណនេយ្យភាពស្របតាមសង្គមប្រជាធិបតេយ្យខណៈដែលរដ្ឋាភិបាលពន្លឿនធ្វើច្បាប់នេះដោយមិនផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ចុងក្រោយឲ្យសង្គមស៊ីវិលជាដៃគូបានពិភាក្សានិងពិគ្រោះយោបល់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី25ខែឧសភាម្សិលមិញបានបកស្រាយថាសេចក្តីព្រាងច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលបានលើកស្ទួយការប្រើប្រាស់សិទ្ធិសេរីភាពការបង្កើតសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងក្របខ័ណ្ឌនីតិរដ្ឋព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងភាពជាដៃគូជាមួយនឹងសង្គមស៊ីវិលលើគ្រប់វិស័យតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យក្រសួងមហាផ្ទៃបញ្ជាក់ថាសេចក្តីព្រាងច្បាប់នោះត្រូវបានរៀបចំឡើងលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ1993និងលើមូលដ្ឋាននៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយហើយបានចាត់ទុកថាការព្រួយបារម្ភពីសំណាក់មជ្ឈដ្ឋានមួយចំនួនទាក់ទងទៅនឹងការរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគឺមិនឆ្លុះបញ្ចាំងពីខ្លឹមសារពិតនៃសេចក្តីព្រាងច្បាប់នោះទេនាយិកានៃអង្គការ Gender និងអភិវឌ្ឍដើម្បីកម្ពុជាលោកស្រីរស់សុភិបយល់ថាការបកស្រាយរបស់ក្រសួងមហាផ្ទៃជារឿងមិនទាន់អាចទុកចិត្តបានដរាបណារដ្ឋាភិបាលនៅតែព្យាយាមបិទបាំងមិនផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ចុងក្រោយឲ្យសង្គមស៊ីវិលបានដឹងនិងបានចូលរួមពិភាក្សាយោបល់ប្រកបដោយតម្លាភាពនោះពីព្រោះច្បាប់ហ្នឹងវានឹងទទួលបានផលប្រយោជន៍ឬក៏មិនបានផលប្រយោជន៍សម្រាប់មនុស្សជាង10លានអ្នករបស់កម្ពុជាមិនមែនតែសង្គមស៊ីវិលទេណានាយិកាអង្គការសីលកាលោកស្រីធីតាខឹសមានប្រសាសន៍ថានៅក្នុងសង្គមប្រជាធិបតេយ្យការតាក់តែងធ្វើច្បាប់រដ្ឋាភិបាលមិនអាចទាត់ចោលសង្គមស៊ីវិលជាដៃគូបានទេដើម្បីធានាថាច្បាប់នោះមិនបម្រើប្រយោជន៍ឲ្យបកពួកឬមនុស្សមួយក្រុមលោកស្រីជំរុញឲ្យរដ្ឋាភិបាលត្រូវពិនិត្យផងដែរពីការធ្វើវិសោធនកម្មច្បាប់មួយចំនួនដែលបង្កឲ្យមានអយុត្តិធម៌សង្គមតុលាការមិនឯករាជ្យដើម្បីប្រកាសថាអំណាចទាំង3នីតិបញ្ញត្តិនីតិប្រតិបត្តិនិងអំណាចតុលាការមិនត្រូវបានរំលោភនោះទើបអាចផ្ដល់ទំនុកចិត្តដល់ពលរដ្ឋបានជាពិសេសគឺថាតុលាការនៅក្រោមនីតិប្រតិបត្តិដែលជារឿងបញ្ហាមួយជាក់ស្ដែងនៅក្នុងការអនុវត្តលទ្ធិជាតិវិស័យតុលាការត្រូវមានភាពឯករាជ្យនៅកន្លែងនេះឯងដែលជាការមួយដែលមានភាពសម្ព័ន្ធបានរលូនហើយអត់ទាន់ល្អទៅនឹងលទ្ធិប្រជាធិបតេយ្យនិងរដ្ឋធម្មនុញ្ញយើងដែលតុលាការត្រូវមានឯករាជ្យយ៉ាងនេះក្តីលោកនាយរដ្ឋមន្ត្រីហ៊ុនសែនធ្លាប់ក្រើនរំលឹកឲ្យមន្ត្រីក្រមអាវ៉ាតត្រូវពន្លឿនសេចក្តីព្រាងច្បាប់នេះឲ្យបានចប់សពគ្រប់នៅខែឧសភានេះដើម្បីបញ្ជូនទៅឲ្យរដ្ឋសភាពិនិត្យនិងអនុម័តដោយមិនត្រូវរងចាំការរារាំងណាមួយក៏ប៉ុន្តែសម្រាប់មន្ត្រីជាន់ខ្ពស់នៃប្រទេសមហាអំណាចប្រកាន់លទ្ធិប្រជាធិបតេយ្យមានដូចជាសហរដ្ឋអាមេរិកប្រចាំកម្ពុជាជាដើមនោះធ្លាប់ប្រមានថាសហគមន៍អន្តរជាតិកំពុងឃ្លាំមើលសកម្មភាពពន្លឿនធ្វើច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះហើយមុខមាត់កម្ពុជាបង្ហាញតាមរយៈតម្លាភាពនៃការធ្វើច្បាប់ខ្ញុំញឹមសុខន VOD ភ្នំពេញលោកអ្នកអាចស្ដាប់ព័ត៌មាន VOD រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ពីម៉ោង 12 ដល់ម៉ោង 12:30 នាទីថ្ងៃត្រង់តាមរយៈវិទ្យុសារិកា FM 106.5 រាជធានីភ្នំពេញវិទ្យុ FM 95.5 ខេត្តសៀមរាបវិទ្យុគិរីដងរែក FM 90.25 ខេត្តឧត្តរមានជ័យវិទ្យុគិរីបូកគោ FM 98.25 ខេត្តកំពតវិទ្យុព្រះនរាយ FM 105.75 ខេត្តបាត់ដំបងនិងវិទ្យុកំពង់ចាម FM 99.70 ខេត្តកំពង់ចាមសេចក្តីរាយការណ៍ដាច់ដោយឡែកមួយទៀតនៅរុស្ស៊ីថ្ងៃច័ន្ទម្សិលមិញសមត្ថកិច្ចក្រុងប៉ោយប៉ែតបានបង្ក្រាបក្រុមកម្មករអូរ៉ូទេសដែលតវ៉ាទាមទារឲ្យមេកុយបន្ធូរបន្ថយថ្លៃទំនិញថ្លៃចេញចូលប្រទេសថៃបណ្ដាលឲ្យកម្មករមានរបួសធ្ងន់និងស្រា6នាក់ក្រោយការបង្ក្រាបនោះអាជ្ញាធរចោទប្រកាន់ថាអំពើហិង្សានោះកើតឡើងដោយសារមានអ្នកញុះញង់ពីក្រោយលោកបូស្វីរាយការណ៍ពីខេត្តសៀមរាបអាជ្ញាធរថាករណីផ្ទុះហិង្សាក្នុងបាតុកម្មតវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅរសៀលថ្ងៃទី25ខែឧសភាម្សិលមិញដោយសារមានការញុះញង់ពីជនមួយក្តាប់តូចយោងតាមខ្លឹមសារលិខិតលេខ032កបបរបស់រដ្ឋាភិបាលក្រុងប៉ោយប៉ែតលោកងៅមេញជ្រួនផ្ញើជូនគណៈអភិបាលខេត្តបន្ទាយមានជ័យមានខ្លឹមសារថាក្រោយពីកម្មករអូរ៉ូទេសបានតវ៉ាដោយបិទផ្លូវអស់រយៈពេលជាង3ម៉ោងគឺនៅម៉ោង 12:30 នាទីសមត្ថកិច្ចបានសម្រេចអូរ៉ូទេសទាំងនោះចេញពីផ្លូវដើម្បីសម្រួលឲ្យមានការធ្វើ
ចរាចរណ៍ជាធម្មតាឡើងវិញលិខិតនោះមិនបានបញ្ជាក់ថាមានការប៉ះទង្គិចកើតឡើងក្នុងការដណ្ដើមអូរទេសអ្នកតវ៉ាចេញពីការបិទផ្លូវនោះទេប៉ុន្តែបានបន្តថានៅម៉ោង 1:50 នាទីដោយមានការញុះញង់ពីជនមួយក្តាប់តូចបានបញ្ឆេះកំហឹងកម្មករឲ្យផ្ទុះសារជាថ្មីដោយបានទាញរទេះថ្ងារជើងបិទផ្លូវជាតិលេខ 5 ម្ដងទៀតនិងបានដុតពូកនិងសម្បកកង់រថយន្តលិខិតបន្ថែមថានៅម៉ោង 2:40 នាទីកម្មករបានគប់ដុំថ្មនិងសម្រុកចូលការិយាល័យកយធ្វើឲ្យរបួសមន្ត្រីកយម្នាក់និងខូចខាតរថយន្ត 7 គ្រឿងអ្វីបើលិខិតមិនបានចោទប្រកាន់ដោយចំលើនរណាម្នាក់ប៉ុន្តែបានធ្វើការកត់សម្គាល់ថាការតវ៉ានោះដឹកនាំដោយមនុស្សមួយចំនួនដូចជាលោកចៅវាសនាចៅសង្កាត់រងទី 2 សង្កាត់ប៉ោយប៉ែតគណៈបក្សសង្គ្រោះជាតិលោកដិនពុទ្ធីប្រធានសមាគមអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធប៉ោយប៉ែតនិងគូកនមួយចំនួនទៀតដែលមិនស្គាល់អត្តសញ្ញាណចំណែកឯលិខិតមួយទៀតរបស់អគ្គនាយកដ្ឋានកយនិងរដ្ឋកោកម្ពុជាចេញនៅថ្ងៃទី 25 ខែឧសភាម្សិលមិញដែរបញ្ជាក់ថាការតវ៉ាដំបូងឡើយពុំមានអំពើហិង្សាទេប៉ុន្តែដោយមានការញុះញង់ពីក្រមឆ្លៀតឱកាសបានធ្វើឲ្យមានការតវ៉ានោះក្លាយជាអំពើហិង្សាធ្វើឲ្យរបួសទាំងសងខាងនិងខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនមួយចំនួនពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រមូលពន្ធនិងអាករលិខិតនោះបញ្ជាក់ថាសមត្ថកិច្ចនឹងស្រាវជ្រាវរកការពិតនៅពីក្រោយនៃអំពើហិង្សានោះលោកងៅមេងជ្រួនបញ្ជាក់ថាមានរូបភាពសកម្មភាពអ្នកធ្វើអំពើហិង្សាហើយសមត្ថកិច្ចនឹងចាប់ឲ្យទទួលខុសត្រូវតាមច្បាប់បាទប្រើអំពើហិង្សាក្រោមការដឹកនាំដោយកម្លាំងរបស់ក្រុមដែលគាត់ធ្វើកម្មភាពហ្នឹងអញ្ចឹងអ្វីដែលពាក់ព័ន្ធទៅបញ្ហាអំពើហិង្សាផងហ្នឹងហើយបាទអំពើហិង្សាអញ្ចឹងវាឈានចូលដល់កម្លាំងសមត្ថកិច្ចចាប់ដើមអនុវត្តនីតិវិធីទៅច្បាប់បាទអញ្ចឹងយ៉ាងណាដល់ប្រើអំពើហិង្សាពីព្រោះជាពលរដ្ឋមួយចំនួនក៏អត់បានប្រើអំពើហិង្សាទេអញ្ចឹងប្រើអំពើហិង្សាតែបុគ្គលមួយចំនួនទូចអញ្ចឹងឲ្យបុគ្គលនោះគាត់ទទួលខុសត្រូវចំពោះមុខច្បាប់ឲ្យទីបានរកជួយថាគាត់ជាអ្នកដៃដល់គាត់ជាអ្នកប្រើអំពើហិង្សាព្រោះពីស្មោះបានទាំងអស់រូបភាពជាការកត់សម្គាល់តាំងពីគណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សបញ្ចូលគ្នាបង្កើតបានជាគណៈបកសង្គ្រោះជាតិនៅមិនទាន់បានឆ្លងកាត់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឡើយទេយ៉ាងនេះក្តីលោកចៅវាសនាមានប្រសាសន៍ថាលោកជាចៅសង្កាត់រងទី 2 សង្កាត់ប៉ោយប៉ែតមកពីគណៈបកសំរងស៊ីលោកថាលោកមិនបានជាប់ពាក់ព័ន្ធនឹងញុះញង់ឲ្យមានអំពើហិង្សាដោយការចោទប្រកាន់របស់អភិបាលក្រុងប៉ោយប៉ែតនោះទេគឺលោកគ្រាន់តែទៅឃ្លាំមើលការធ្វើបាតុកម្មរបស់កម្មករដែលជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោកប៉ុណ្ណោះលោកបន្តថាលោកមានប្រជាពលរដ្ឋជាសាក្សីបញ្ជាក់ថាលោកមិនជាប់ពាក់ព័ន្ធក្នុងរឿងនោះលោកចៅវាសនាបញ្ជាក់ថាក្នុងការឃ្លាំមើលនោះលោកបានថតសកម្មភាពរបស់សមត្ថកិច្ចបង្ក្រាបទៅលើអ្នកតវ៉ាដោយលោកចោទប្រកាន់ថាកងរាជអាវុធហត្ថជាអ្នកបង្កអំពើហិង្សានោះខ្ញុំជាចៅសង្កាត់តួនាទីខ្ញុំខ្លំមើលប្រជាពលរដ្ឋខ្ញុំដែលរស់នៅក្នុងសង្កាត់ដូច្នេះខ្ញុំអត់បានញុះញង់ឬមួយក៏ដឹងថាគេនឹងបាតកម្មនោះនៅថ្ងៃណាម៉ោងណាទេប៉ុន្តែនៅពេលដែលបាតកម្មគឺខ្ញុំដឹងប្រជាពលរដ្ឋគាត់ទេប្រាប់ថាមានគេបាតកម្មនៅរង្វង់មូលក៏ខ្ញុំចូលទៅខ្លំមើលប៉ុណ្ណោះឯងតែការដែលបង្កើតអំពើហិង្សាហ្នឹងខ្ញុំបានថតច្បាស់លាស់ណាស់ PM ជាអ្នកបង្ករឿងមុនគេទាំងអស់ដែលໄວដល់ប្រជាពលរដ្ឋខ្ញុំចំណែកប្រធានសមាគមអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធប៉ោយប៉ែតលោកដិនពុទ្ធីមានប្រសាសន៍ថាពេលមានបាតុកម្មនោះលោកមិនបានចូលរួមទេលុះត្រាឮដំណឹងថាមានការវាយបង្ក្រាបលើបាតុករទើបលោកទៅចូលរួមឃ្លាំមើលគឺនៅម៉ោងប្រមាណ 11:30 នាទីលោកបន្តថាបើលោកជាអ្នកដឹកនាំធ្វើបាតុកម្មនោះលោកនឹងជូនដំណឹងដល់សាលាខេត្តប៉ុន្តែលោកមិនបានជូនដំណឹងទេលោកថាការចោទប្រកាន់លើរូបលោកគឺចោទទាំងបំពានដោយពុំមានភស្តុតាង